ផលល្អព្រោះយើងបានធ្វើសកម្មភាពហើយមិនថាយើងបរាជ័យមិនមែនថាយើងមិនបរាជ័យទេវាក៏ទទួលលទ្ធផលមកវិញមិនល្អយើងគិតមើលថាឧទាហរណ៍ដូចអំពូលភ្លើងរងថ្ងៃយើងបានប្រើហ្នឹងជាការព្យាយាមរបស់អ្នកវិទ្យាសាស្ត្របាទគាត់ព្យាយាមជាង 10000 ដងបានចុងក្រោយគាត់សម្រេចគោលដៅរបស់គាត់ហើយផលិតជាអំពូលភ្លើងអគ្គិសនីយើងប្រើហ្នឹងបាទអញ្ចឹងបងប្អូនព្យាយាមបន្តទៀតកុំអស់សង្ឃឹមគិតវិជ្ជមានហើយស្វែងយល់ធ្វើស្វ័យតិទានខ្លួនឯងឡើងវិញមើលថាហេតុអីបានយើងបរាជ័យហេតុអីបានគេនៅក្នុងជំនួយនៅឡើយយើងចេញពីជំនួយបើយើងស្វែងយល់ឡើងវិញយើងដឹងថាយើងខ្វះអីស្វែងយល់មិនយល់អស់ហើយមកមជ្ឈមណ្ឌលរបស់យើងខ្ញុំដើម្បីរៀនពីផ្នត់កំណត់ហើយរកពីមូលហេតុថាហេតុអីបានយើងបរាជ័យអ្នកបរាជ័យវាចឹងក៏បានកំណត់គោលដៅព្រោះនៅលើពិភពលោកយើងនេះមនុស្ស 2% មានគោលដៅមនុស្ស 98% អត់មានគោលដៅបាទអញ្ចឹងពេលយើងអត់មានគោលដៅយើងអត់មានផែនការធ្វើអីអញ្ចឹងអត់មានគោលដៅយើងអត់បានសម្រេចនៅគោលដៅអីទេអញ្ចឹងបើស្រុកខ្មែរយើងគិតថា 1% មិនដល់ 1% ផងតែមានគោលដៅអញ្ចឹងបងប្អូនសរសេរគោលដៅសរសេរទៅចង់បានអីហើយបងប្អូននឹងរកឃើញថាក្នុង program គូក្បាលយើងនឹងរកឲ្យយើងថាគោលដៅនោះសម្រេចដោយវិធីណាហើយអានវារាល់ថ្ងៃបាទពិតគាត់ណានេះសិនជាតាមកំណត់ខ្ញុំគ្រូខ្ញុំផ្ទាល់ពេលណាដែលខ្ញុំមានកំណត់ថាខ្ញុំចង់បានរបស់នោះមួយគឺខ្ញុំខិតខំរៀបថារកចំណូលធ្វើម៉េចទិញរបស់នោះបានក៏ប៉ុន្តែដើម្បីបានហើយខ្ញុំបោះបង់កំណត់ផ្សេងទៀតដែរគឺខ្ញុំប្រាជ្ញរកកំណត់មួយທາງត្រូវរកអ្វីមួយទៀតចង់បានអ្វីមួយទៀតតែខ្ញុំរកបានមែនក៏សម្រាប់កំណត់ខ្លះដែលវាធំពេកក៏ខ្ញុំតាមបានសម្រេចដែរនេះសម្រាប់ហៅថាជាផ្នែកកំណត់មួយខ្ញុំចាប់ដើមចូលថាវាជាផ្នែកកំណត់ដែលយើងចង់បានអ្វីច្បាស់លាស់ទើបយើងអាចសម្រេចបានបាទអរគុណណាស់សម្រាប់លោកផ្ទាល់ដែលគឺជាប្រធានបាទនៅក្នុងចាំរោនេះសម្រាប់ចាំរោនេះយើងអាចផ្ដល់ទៅដល់ពួកគាត់ផងដែរហើយសម្រាប់ការដែលយើងពួកគាត់អាចមកតាក់ណែនាំគាត់អាចតាក់ទងនឹងការរៀនឬក៏ដូចថាមកចោះឈ្មោះនឹងតាមរយៈណាសូមជឿមជ្ឈមណ្ឌលយើងខ្ញុំបើកសិក្ខាសាលា free រាល់ដើមអាទិត្យទី1ប្រចាំខែរាល់ខែឲ្យតែដើមអាទិត្យទី1យើងមានសិក្ខាសាលា free អញ្ចឹងបងប្អូនចាប់អារម្មណ៍ដូរ program ក្នុងគូក្បាលរបស់បងប្អូនឲ្យមាន កម្មវិធីជោគជ័យក្នុងទ្រព្យសម្បត្តិក្នុងលុយសូមបងប្អូនទេតាមលេខទូរស័ព្ទខាងក្រោមដើម្បីកក់កន្លែងដើម្បីទទួលចំណេះដឹងថ្មីដែលបងប្អូនគិតថាបងប្អូនគួរតែយល់ដឹងបាទចឹងសម្រាប់អាស័យដ្ឋានផ្ទាល់លោកអាចជម្រាបជូនថាមានទីតាំងទីណាដើម្បីធ្វើការងារស្រួលដល់ពួកគាត់ជួនកាលគាត់ចង់មកតំណែងផ្ទាល់ដើម្បីដឹងព័ត៌មានកាន់តែច្រើនបាទអាស័យដ្ឋាននៅអគារលេខ10ផ្លូវ109នៅក្រោយទីស្តីការគណៈរដ្ឋមន្ត្រីថ្មីងាយរលមួយទៀតគឺនៅខាងលិចវត្តថ្វាយអង្គមបាទចឹងសម្រាប់បងមកជាចុងក្រោយក៏ដូចជាមានពាក្យពេចន៍អ្វី5ផ្ញើជូនដល់ទស្សនិកជនដែលគាត់កំពុងតែទស្សនាជាពិសេសនោះគឺសម្រាប់អ្នកដែលគាត់ចង់បើថាបាននៅផ្នត់គំនិតអ្នកមានបែបនេះបាទសូម5ផ្ញើទៅដល់ជនរួមជាតិទាំងអស់គ្នាខ្ញុំថ្ងៃនេះខ្ញុំមានឱកាសដែលខ្ញុំជាគោលដៅរបស់ខ្ញុំគឺចង់ចែករំលែកចំណេះដឹងចែករំលែកបទពិសោធន៍ល្អបទពិសោធន៍អាក្រក់បទពិសោធន៍ជោគជ័យបរាជ័យទៅដល់ជនរួមជាតិទាំងមូលអញ្ចឹងថ្ងៃនេះជាឱកាសធំធេងណាស់ដែលខ្ញុំបានបញ្ជូនសារទៅដល់បងប្អូនយើងទាំងអស់គ្នាដែលចង់ខ្លាចជាអ្នកមានត្រូវគិតធំបងប្អូនត្រូវគិតធំហើយពេលបងប្អូនគិតធំហើយបងប្អូននឹងរកវិធីសម្រេចបានគោលបំណងធំតែបងប្អូនអត់ហ៊ានគិតធំគឺបងប្អូនអត់បានសម្រេចគោលបំណងអីទេអញ្ចឹងត្រូវជឿជាក់លើខ្លួនឯងកត្តាសំខាន់ក្នុងជោគជ័យក្នុងជីវិតបរាជ័យក្នុងជីវិតហ្នឹងគឺខ្ញុំឃើញថាជោគជ័យគឺជឿជាក់លើខ្លួនឯងហើយគិតធំបាទអញ្ចឹងបងប្អូនត្រូវខំស្វែងយល់នៅចំណេះដឹងថ្មីដោយតាមរយៈសិក្ខាសាលាមិនមែនតែសំដៅតាសិក្ខាសាលារបស់ខ្ញុំល្អទេសិក្ខាសាលាទូទៅសិតល្អដូចគ្នាអញ្ចឹងយើងស្វែងយល់ពេលមានសិក្ខាសាលាណា free បងលុយថោកបងប្អូនទៅចូលរួមទៅបាទដើម្បីអភិវឌ្ឍខ្លួនដើម្បីយើងចង់ឲ្យខ្លួនយើងមានតម្លៃយើងជាផលិតផលមួយអញ្ចឹងយើងជាបុគ្គលមែនតែយើងជាផលិតផលមួយបើចង់ផលិតផលយើងលក់បានថ្លៃយើងត្រូវតែអភិវឌ្ឍផលិតផលនឹងឲ្យល្អឲ្យទាន់សម័យតែបើយើងអត់អភិវឌ្ឍទេគូក្បាលយើងដូចខ្ញុំឃើញក្មេងយ៉ាងក្រោយក្មេងដូចបងអូនក្មេងប៉ុន្តែការគិតរបស់បងអូនដូចរបៀបចាស់
របៀបចាស់មិនមែនការគិតចាស់ហ្នឹងទេការគិតរបៀបបុរាណបាទត្រូវការគិតតាមសម័យថ្មីវិនិយោគរៀនប្រមូលដើមទុនរៀនប្រើធនាគាររៀនប្រើបំណុលរៀនចំណេះដឹងហិរញ្ញវត្ថុហើយរៀនរកស៊ីជាដៃគូគឺត្រូវការរៀនទាំងអស់អញ្ចឹងហើយសំខាន់ក្នុងកម្មវិធីយើងរយៈពេល30នាទីនេះគឺសំខាន់បំផុតគឺខ្ញុំចង់សំណូមផ្ញើសារទៅបងប្អូនថាត្រូវដូរកម្មវិធីខួរក្បាលបងប្អូនឲ្យមានកម្មវិធីជោគជ័យក្នុងហិរញ្ញវត្ថុនៅក្នុងខួរក្បាលពេលយើងមានកម្មវិធីជោគជ័យផ្នែកហិរញ្ញវត្ថុនោះហើយយើងចេញទៅប្រកបអាជីវកម្មមួយយើងមានផែនការជោគជ័យនៅក្នុងខួរក្បាលយើងហ្មងតែផែនការរៀងបរាជ័យយើងអត់ទទួលយកទេបាទអរគុណច្រើនសម្រាប់នេះជារមមានចុងក្រោយក៏ដូចជានៅពាក្យពេចន៍ដល់អនុស្សាវរីយ៍ទស្សនិកជននឹងពងដែលទស្សនាផងដែរបាទសម្រាប់កម្មវិធីដែលសារតែពេលវេលារបស់យើងមានកំណត់ក៏មិនអាចបើថាបានពេលវេលាវែងជាងនឹងដែរហើយសម្រាប់លោកបាទសៀវសុផលក៏សូមជម្រាបលាសម្រាប់ខ្ញុំបាទក៏សូមអរគុណដល់លោកតួដែលបានដល់គ្នាបានបដិសោធដល់ខ្ញុំបាទក៏ដូចជាទស្សនិកជនទាំងអស់បើសិនជាអនុស្សាវរីយ៍ក៏ដូចទស្សនិកជនបាទចាប់អារម្មណ៍ក៏អាចបាទចំណាយពេលត្រឹមតែរយៈពេល 3-4 ម៉ោងដើម្បីធ្វើការមកទំនងឬក៏មកបាទធ្វើការបាទចោះមកទីនេះផ្ទាល់បាទគឺថាយើងអាចរៀនក៏ដូចជាអាចដឹងបាទនៅគំនិតបាទផ្នត់គំនិតអ្នកមានយ៉ាងម៉េចដែរជាមួយនឹងលោកផងដែរអរគុណលោកសម្ញ្ញាសម្រាប់ present ជួយជាមួយពួកខ្ញុំបាទដើម្បីអ្នកបន្តនៅក្នុងបាទយ៉ាងម៉េចដែរបាទឃើញហើយបាទគម្រោងរបស់គាត់គឺគាត់ប្រកាសជាផ្លូវការតែម្ដងបាទគឺ 2000 លានបាទដុល្លារបាទដុល្លារចាគឺថាប្រធានបទពីកម្មវិធីវត្តធាតុហ្វាយនៅក្នុងថ្ងៃនេះគឺល្អមែនតើចាគឺថាត្រូវគ្រប់បុគ្គលទាំងអស់ដែលគាត់បានទស្សនាពីកម្មវិធីរបស់យើងហើយជាពិសេសនេះយើងទាំង3នាក់អញ្ចឹងដែរតែអ្វីដែលឃើញលោកមានប្រសាសន៍បែបនេះពាក់ព័ន្ធជាមួយនឹងកិច្ចសម្ភារពាក់ព័ន្ធជាមួយនឹងថាយើងធ្វើការបរាជ័យគឺជាបទពិសោធន៍របស់យើងនៃភាពជោគជ័យនៅខាងមុខហើយមានគម្រាមថយបាទត្រឹមត្រូវណាស់ពួកអីខ្ញុំទម្រាំថាខ្លាចជាតារាចម្រៀងអាជីពចឹងណាគាត់ជាបេក្ខជនប្រឡងនឹង5ដងធ្លាក់5ដងធ្លាក់5ដងនៅប៉ុល3លេងនៅប៉ុល5នេះ4ដងហើយនៅប៉ុកគេមួយទៀតម្ដងជាប់លើកទី6ចាអត់វាថយមែនបាទមកក្រាស់គឺថាជាកតាជោគជ័យចង់អញ្ចឹងហ្មងបាទគាត់ថានេះគាត់ថាកាលហ្នឹងធ្វើទៅហ្នឹងគឺអត់ទាន់ដឹងថាកតាហ្នឹងជំរុញយើងខ្លាចទៅភាពជោគជ័យអត់ដឹងទេតែសំខាន់បំផុតកាលពេលហ្នឹងយើងស្រឡាញ់បាទអញ្ចឹងយើងជាជំរុញថាយើងធ្លាក់លើកនេះដោយសារមូលហេតុអីគឺថាខុសភ្លេងដល់ប្រឡងលើកទី2ជាងត្រូវភ្លេងទាំងអស់ទៅធ្លាក់ដោយសារអីភ្លេចប្រូចាច្រើនបាទសម្រាប់ចម្រៀងគឺវាអញ្ចឹងគាត់ភ្លេចប្រូហើយណោះបាទហើយអត់លាក់លៀងនិយាយប្រវត្តិរបស់ខ្ញុំដល់ពេលជាប់ទៀតភ្លេចប្រូហើយអញ្ចឹងទម្រាំតែរោគគឺថាត្រូវហ្នឹង5ដងចាអញ្ចឹងមានន័យថាពេលដែលយើងទទួលការបរាជ័យកាន់តែច្រើនធ្វើឲ្យយើងមានបទពិសោធន៍ច្រើនបទពិសោធន៍ថាយើងដឹងថាធ្លាក់លើហ្នឹងដោយសារនេះអញ្ចឹងយើងប្រឹងនេះភ្លេចគិតឲ្យរឿងមួយទៀតនោះធ្លាក់ឲ្យមួយទៀតចាតែគាត់ថាជាបទពិសោធន៍ដូចថាលោកសៀសភគាត់មានប្រសាសន៍អញ្ចឹងបាទគឺដល់ពេលសម្រាប់យើងបាទគិតថាមែនអ្វីដែលការព្យាយាមនិងការមិនរាថយព្រោះអ្វីសំខាន់ផុតគឺគោលដៅនៃផ្នែកចំណាត់របស់យើងថាយើងកំពុងតែចង់បានអីយើងចង់បានហើយនៅកាពេលមិនទាន់បានយើងរាថយអញ្ចឹងគោលដៅយើងអត់បានឈានដល់ចំណុចហ្នឹងទេចាបាទហើយក៏បន្ថែមដែរបាទសម្រាប់អ្នកខ្លះគាត់មានឱកាសនៅក្នុងការដែលក្តៅឱកាសហើយក៏ប៉ុន្តែគាត់មានឱកាសគាត់បែរជាប្រឡែងចោលឧទាហរណ៍លោកកណាគាត់តស៊ូថា5-6លើកគាត់នៅតែតស៊ូហើយគាត់បានជោគជ័យដល់សប្តាហ៍ថ្ងៃខ្លះជាតាចម្រៀងឈ្មោះល្បីអ្នកខ្លះទៅគាត់បានឡើងដល់ក៏ប៉ុន្តែគាត់គិតសោះជ្រៀងដូចអត់ដូចមិនទៅមុខឲ្យខ្ជិលមិនទៅចោលទៅរកស៊ីផ្សេងហ្នឹងក៏ជាការយើងថាមិនជោគជ័យផងដែរបាទតែការអាចមិនជោគជ័យនៅលើអាជីពរបស់គាត់បោះបង់ចោលតែគាត់ជោគជ័យនៅអាជីពថ្មីរបស់គាត់ម្យ៉ាងដែរថានោះគាត់បានជាងនេះគាត់បានជាងបាទធម្មតាភាពជោគជ័យក្នុងជីវិតរបស់យើងអ្វីដែលជោគជ័យខ្លាំងគឺងាកទៅហ្នឹងហើយបាទបើសិននៅចម្រៀងខ្លាំងគឺទៅចម្រៀងតែដល់ពេលចម្រៀងតិចខ្សោយទៅធ្វើទីកវិញក៏ធ្វើទីកដែរបាទអរគុណច្រើនគឺថាថ្ងៃនេះកម្មវិធីរបស់យើងបាទពិតជាបានផ្ដល់នូវបទពិសោធន៍ល្អសម្រាប់ពុកម៉ែបងប្អូនទាំងអស់បាទទូទាំងប្រទេសដើម្បីឲ្យយល់ថាធ្វើរបៀបរៀបរយយ៉ាងម៉េចនៅក្នុងគំនិតរបស់យើងយ៉ាងម៉េចដើម្បីគោលដៅឆ្ពោះទៅរកអ្នកមានបាទអរគុណច្រើននៅពេលនេះកម្មវិធីរបស់យើង